សម្រាប់អ្នកដែលជិះកាត់ម្ដុំផ្សារដែលមិនក៏គឺយល់អារម្មណ៍មួយនឹងច្បាស់ខ្លាំងមែនតើគឺចរាចរណ៍នៅសប្តាហ៍នេះគឺពិបាកជិះខ្លាំងដោយសារតែអ្នកខ្លះទៀតក៏គាត់គ្រប់ច្បាប់អ្នកខ្លះទៀតក៏គាត់អត់គ្រប់ច្បាប់អញ្ចឹងណាអញ្ចឹងគឺពិបាកហើយម្ដុំហ្នឹងក៏អាសាគ្រោះថ្នាក់ខ្លាំងមែនតើដោយសារតែអ្នកខ្លះជិះប្រជ្រះអ្នកខ្លះទៀតជិះអត់គ្រប់ស្តុបចេះស្ដាយមើលម៉ូតូគាត់ឆ្លងខ្នល់ទាំងដឹងតែស្តុបទៅត្រង់ហើយគាត់ឆ្លងខ្នល់អញ្ចឹងវាគ្រោះថ្នាក់ខ្លាំងមែនតើចឹងយើងចូលរួមគ្រប់ច្បាប់ទាំងអស់គ្នាស្តុបក្រហមឲ្យឈប់ស្តុបខៀវយើងទៅហើយគំនូសខ្ញុំចាក់ស្ដាយមើលក្នុងវីដេអូនេះគឺគំនូសដែលយើងថ្មើរជើងហ្នឹងគឺអត់មានន័យដើរទេគឺនៅស្ដាំដៃហ្នឹងគឺអត់មានបន្លោះដើរទេគឺម៉ូតូគាត់ឈប់ពីលើគំនូសពណ៌សហ្នឹងតែម្ដងគំនូសថ្មើរជើងហ្នឹងពីខ្ញុំទៅគឺគ្រប់ច្បាប់ទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍គ្រប់សិទ្ធិអត្ថិភាពគ្រប់ផ្លាកសញ្ញាចរាចរណ៍ចាស់ស្ដាយមើលខាងគ្រប់ផ្លូវខាងឆ្វេងនេះគឺផ្លាកសញ្ញាចរាចរណ៍គឺគេអត់ឲ្យបត់ត្រឡប់ក្រោយទេអញ្ចឹងក៏វាបត់អរគុណច្រើនសម្រាប់វីដេអូ